តើអ្នកទាំងអស់គ្នាដឹងទេការបង្កើតសួនចល័តក្នុងទីក្រុងមានមុខងារអ្វីខ្លះដល់អ្នកប្រើប្រាស់សួនចល័តក្នុងទីក្រុងឬ Mobile Urban Garden គឺជាការបំផុសគំនិតមួយនៃការបង្កើតលំហបៃតងចល័តក្នុងទីក្រុងសួននេះអាចផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតដោយវាមានគោលបំណងបន្ថែមលំហបៃតងទៅកាន់ទីក្រុងដើម្បីធ្វើឲ្យការរស់នៅកាន់តែមានប្រសិទ្ធភាពនិងប្រកបដោយចីរភាពលើសពីនេះទៅទៀតសួនចល័តទាំងនេះជាវិធីបង្កើនលំហបៃតងដែលជួយកាត់បន្ថយសម្ពាធបរិស្ថានដោយបន្ថែមផ្ទៃបៃតងទៅដល់ទីក្រុងទាំងនេះសុទ្ធសឹងតែជាកត្តាជំរុញនៃការប្រើប្រាស់លំហសាធារណៈនៅតំបន់ដែលខ្វះលំហបៃតងនិងបង្កើនការចូលរួមក្នុងសហគមន៍ព្រមទាំងជួយលើកកម្ពស់ភាពច្នៃប្រឌិតសម្រាប់ទីក្រុងបានទៀតផងនៅពេលអនាគតសួនចល័តក្នុងទីក្រុងនឹងអាចជាតម្រូវការថ្មីមួយនៃការរចនាទីក្រុងដោយឆ្លើយតបទៅនឹងបញ្ហាផ្នែកបរិស្ថានធម្មជាតិនិងលំហបៃតងសម្រាប់សាធារណៈតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរសម្រាប់សួនចល័តនៅកម្ពុជា